bà sân chỉ vật dương miên bành hà nâng cát lang mau hơi ao xe từ xe mà plate ba này tay cũng bắt đầu từ lơ bành hà bắt đầu từ lơ ca rock đầm nọ sài chấm xua phong mai bông phong tặng ngọc ni hay nè tặng ngọc ni để nới tin đi trong vậy tha pri giống đã lừa nâng mỏ Over Cambodia នឹងធ្វើការវិភាគទានសភៅចំនួន 3000 ក្បាលអ្នកអាចធ្វើការស្នើសុំតាមរយៈដំណរខាងលើចឹងជាដំបូងខ្ញុំសូមណែនាំខ្លួនខ្ញុំបន្តិចខ្ញុំឈ្មោះជាស្រីនីជានិស្សិតឆ្នាំទី4រៀននៅ AUPP Major ផ្នែក Business Administration ហើយភាគច្រើនអ្នកទាំងអស់គ្នាស្គាល់ខ្ញុំតាមខ្ញុំធ្វើវីដេអូតាម Facebook YouTube ផាត់មុខ Blog Yes ចឹងឥឡូវយើងកុំឲ្យខាត់ពេកដោយសារពេលវេលាយើងតិចមែនតើអញ្ចឹង topic ដែលខ្ញុំចង់និយាយទៅថ្ងៃនេះអត់ទូលំទូលាយទេគឺខ្ញុំចង់ផ្ដោតសំខាន់ទៅលើថាតើខ្ញុំគួរចាប់ផ្ដើមដោយរបៀបណាហើយខ្ញុំគិតថាចំណុចចាប់ផ្ដើមសំខាន់ជាងគេរបស់យើងដំបូងហ្នឹងគឺការជ្រើសរើសជំនាញអញ្ចឹង topic ទូលំទូលាយខ្ញុំបរួមនៅសារតាមួយឯដែលថ្ងៃហ្នឹងខ្ញុំនឹងដឹកដៃអ្នកទាំងអស់គ្នាជាពិសេសអូនណាគេរៀនទី10 11 12អត់ទាន់ដឹងថាគួររៀនអីគេ Over Cambodia នឹងធ្វើការវិភាគទានសភៅចំនួន 3000 ក្បាលអ្នកអាចធ្វើការស្នើសុំតាមរយៈដំណរខាងលើអូខេមានត្រូវហើយអញ្ចឹង topic ខ្ញុំថ្ងៃនេះគឺខ្ញុំនឹងចែករំលែកបទពិសោធន៍ខ្ញុំថាតើខ្ញុំជ្រើសរើសមុខជំនាញខ្ញុំដោយរបៀបណាតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងហើយក៏ដូចជា tip ខ្លះៗដែលខ្ញុំគិតថាអាចជួយអ្នកទាំងអស់គ្នាបានក្នុងការជ្រើសរើសមុខជំនាញហើយឥឡូវយើងចូលមកដល់ content របស់យើងអូខេ this one អញ្ចឹងtopic របស់យើងទី1ខ្ញុំនឹងនិយាយអំពីបទពិសោធន៍របស់ខ្ញុំក្នុងការជ្រើសរើសជំនាញនិយាយទៅពី story time របស់ខ្ញុំហ្មងបន្ទាប់មកធ្វើការងារដែលមិនមែនជាជំនាញដែលយើងរៀន Yes ខ្ញុំរៀន business តែខ្ញុំធ្វើវីដេអូផាត់មុខហើយបន្ទាប់មកតើអ្នកទាំងអស់គ្នាគួរចាប់ផ្ដើមពីចំណុចណាខ្លះខ្ញុំនឹងដកស្រង់ចេញពីបទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មង Yes អញ្ចឹងក្រោយគឺថាបើសិនជាយើងមានអារម្មណ៍ថាយើងជ្រើសរើសខុសតែយើងគួរធ្វើយ៉ាងដូចម្ដេចអញ្ចឹងឥឡូវយើងកុំឲ្យខាត់ពេកយើងចូលដល់ topic ទី1របស់ខ្ញុំហ្មងបទពិសោធន៍នៅក្នុងការដែលខ្ញុំជ្រើសរើសជំនាញរបស់ខ្ញុំអញ្ចឹងខ្ញុំចាប់ផ្ដើមស្វែងរកថាខ្ញុំចូលចិត្តអីគេហ្នឹងនៅពេលដែលខ្ញុំអាយុ15ឆ្នាំអញ្ចឹងក្នុងរយៈពេលពីថ្នាក់ទី10ដល់ទី11គឺខ្ញុំបានជួយម៉ាក់ធ្វើ system ការងាររបស់គាត់អញ្ចឹងដល់ចំណុចទី3ខ្ញុំក៏ចាប់ផ្ដើមសួរម៉ាក់ខ្ញុំថាម៉ាក់តិចកូនអត់ចូលចិត្តដេប៉ុន្តែកូនចូលចិត្តរលុយកូនរៀន business មិនដែរបើកូនរៀនទី12ព្រោះកាលនោះយើងនៅសល់ពេលច្រើនមែនតើនៅសល់ពេល1ឆ្នាំជាងទៀតនាំតែខ្ញុំសម្រាប់ចិត្តថាខ្ញុំត្រូវរៀនអីអញ្ចឹងបានថាសាកទៅហើយអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមដើរសួររកសាលានៅពេលដែលខ្ញុំរៀនចប់ទី12អញ្ចឹងណាថាអូខេកាលនោះខ្ញុំ narrow down នៅសល់តែ2មុខវិជ្ជាទេគឺ management and មួយទៀត business administration អញ្ចឹងខ្ញុំក៏ដើរទៅសួរសាលាថាគេធ្វើអីគេខ្លះគេអីគេខ្លះហើយខ្ញុំសម័យខ្លួនឯងទៅក្នុងអាមុខវិជ្ជាដែលខ្ញុំរៀនហ្នឹង Over Cambodia នឹងធ្វើការវិភាគទានសភៅចំនួន 3000 ក្បាលអ្នកអាចធ្វើការស្នើសុំតាមរយៈដំណរខាងលើអញ្ចឹងទាំងអស់ហ្នឹងគឺជា story របស់ខ្ញុំអញ្ចឹងខ្ញុំនិយាយប្រវត្តិរបស់ខ្ញុំហើយឥឡូវទាំងអស់ហ្នឹងខ្ញុំបានដកស្រង់ចេញជាចំណុចខ្លះខ្ញុំមិនដឹងថាអ្នកនរគ្នាមើលឃើញអត់ទេអញ្ចឹងទី1ចាប់ផ្ដើមសម្រាប់អូនអានេះខ្ញុំ focus លើ topic នេះសម្រាប់អូនសួរខ្លួនឯងថាអូនឯងចង់ធ្វើអីគេបបាត្រូវអត់ឯងនៅរ៉ៃអត់ដឹងចង់ធ្វើអីគេឃើញបងនេះធ្វើ make up ចង់ធ្វើ make up ដែរឃើញបងនេះលក់ហាងកាហ្វេចង់បានហាងកាហ្វេដែរចង់ពីរៀនមកកត់ទាំងអស់កត់ចូលទាំងអស់យើងនៅក្មេងណាធ្វើបានគ្រាន់តែសម័យកត់អត់មានអីបបាឯងកត់លីសអូថ្ងៃហ្នឹងចង់ធ្វើមេធាវីស្អែកចង់ធ្វើពេទ្យខាងស្អែកចង់ធ្វើគ្រូខ្ញុំដឹងអ្នកដែលគាត់អត់ទាន់ដឹងថាខ្លួនឯងចង់ធ្វើអីយើងមានអារម្មណ៍វែងមែនតើប៉ុន្តែកត់វា down note it all down ហើយបន្ទាប់មកសួរអ្នកដែលមានបទពិសោធន៍បានន័យថាអូនឯងចង់ទៅបើកហាងកាហ្វេទៅសួរបងបើកកាហ្វេបងកាហ្វេហ្នឹងគេឆុងមិនយើងត្រូវឆអញ្ចឹងមួយថ្ងៃមែនអូមេធាវីបងឯងត្រូវអង្គុយមើលគេឆ្លោះគ្នារហូតមែនអូច្បាប់ហ្នឹងយើងធ្វើមានបានតែមេធាវីហ្នឹងមែនអញ្ចឹងនៅពេលដែលយើងសួរពួកគាត់យើងចាប់ផ្ដើមខ្វែងចោលអាខ្លះដែលយើងអត់ចូលចិត្តឲ្យដូចឧទាហរណ៍យើងចង់ទៅរៀនផ្នែកធួគិតថាបានដើរលេងរហូតទៅពេលទៅសួរបងរៀនបងធួហ្នឹងគេនេះគេរៀនពីសន្តាគារការគ្រប់គ្រងថាមិនដូចខ្ញុំចង់រៀនហ៎ខ្វែងចោលមួយបាត់ទី3គឺស្រមៃអនាគតខ្លួនឯងជាមួយនឹងការងារនោះអ្នកនរគ្នាខ្ញុំដឹងថាការងារការស្រឡាញ់យើងប៉ុណ្ណាក៏ដោយអ្វីដែលសំខាន់គឺលុយរលុយអត់បានក៏យើងពិបាកចិត្តដែរអញ្ចឹងខ្ញុំចង់ឲ្យទន្ទឹមនឹងការរលុយហ្នឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារកមុខវិជ្ជាណាដែលត្រូវជាមួយនឹងចំណង់ចំណូលចិត្តរបស់យើងដែរអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាសម័យខ្លួនឯងថាតើបើសិនជាអ្នកនរគ្នាធ្វើពេទ្យមួយថ្ងៃអ្នកនរគ្នានៅតែធ្វើអញ្ចឹងសប្បាយចិត្តនឹងធ្វើវាអត់បើអ្នកនរគ្នា business សប្បាយចិត្តនឹងការ
ម្ដងឡើងពេលថ្ងៃខ្លះលក់អត់ដាច់ហ៊ានបន្ថយអត់អញ្ចឹងខ្ញុំចង់ឲ្យសម័យខ្លួនឯងអ្នកនរគ្នានឹងកាន់តែឃើញថាយើងអាចធ្វើអីបានអញ្ចឹងទី4អានេះសម្រាប់ណាគេដែលគាត់ដូចខ្ញុំអ្នកនរគ្នាឃើញខ្ញុំដូចសេនីជឿជាក់លើខ្លួនឯងខ្លាំងណាស់ទៅអត់ confident បងសុំ tip confident I'm not ខ្ញុំជាមនុស្សមួយដែលអត់យល់ពីខ្លួនឯងតែម្ដងតែអ្នកនរគ្នាដឹងណាគេយល់ពីខ្ញុំជាងគេអត់ខ្ញុំគិតថាសម្រាប់ណាគេដែលគាត់មើលវីដេអូខ្ញុំអាចដឹងហើយគឺម៉ាក់ខ្ញុំ Over Cambodia នឹងធ្វើការវិភាគទានសភៅចំនួន 3000 ក្បាលអ្នកអាចធ្វើការស្នើសុំតាមរយៈដំណរខាងលើអញ្ចឹងពេលហ្នឹងខ្ញុំសួរគាត់ហើយខ្ញុំក៏ចង់ណែនាំឲ្យអ្នកនរគ្នាសម្រាប់ណាគេដែលគាត់មានមនុស្សដែលចិត្តស្និទ្ធហ្មងណាយើង narrow down នៅសល់តែ2មុខវិជ្ជាឬមួយក៏មួយយើងសួរម៉ាក់គិតថាចរិតកូនការរៀនរបស់កូនអាចរៀនមុខវិជ្ជានេះបានអត់ពេលខ្លះអ្នកនរគ្នាគិតថាចាស់នៅតែថា no អត់តាមទេយើងបញ្យល់គាត់ពេលខ្លះមានតែគាត់ទេដែលគាត់ចិញ្ចឹមយើងតាំងពីទូចមកគាត់អាចដឹងថាយើងអាចធ្វើអីបានឬមួយក៏យើងធ្វើអីអត់បានអញ្ចឹងណាអញ្ចឹងខ្ញុំ recommend មែនតើសម្រាប់ណាគេដែលគាត់អត់ជឿទុកចិត្តលើខ្លួនឯងដូចខ្ញុំអ្នកនរគ្នាអាចសួរមនុស្សដែលអ្នកនរគ្នាចិត្តស្និទ្ធខ្លាំងមែនតើហើយស្ដាប់គាត់បើគាត់និយាយថាធ្វើមិនបានទេយើងគាត់ថាអូយមនុស្សចាំតែទាញខ្ញុំចោះ no ស្ដាប់ថៃបានអត់បានថៃបានម៉ាក់គិតថាគុណធ្វើអត់បានច្រកគុណឯងចេះម៉ាក់គិតថាធ្វើការងារហ្នឹងគុណឯងអាចខុសអីចឹងណាអញ្ចឹងយើងយកគាត់មកស្ដាប់ហើយយើងគិតថាយើងគួរខ្វែងឬមួយក៏អីអញ្ចឹងណានៅពេលដែលយើងសម្រេចចិត្តថាយើងត្រូវរៀននៅនឹងហើយស្វែងយល់ពីវាឲ្យអស់ចិត្តចុះឧទាហរណ៍បើជឿរើខុសទៀតនឹងមិនពេលខ្លះយើងខ្ជិលយើងលេងចូលចិត្តវាអញ្ចឹងយើងគិតថាតិចវាលេងត្រូវមួយខ្ញុំអញ្ចឹងថាពិតពេលខ្លះយើងខ្ជិលដែរតែទី1យើងកុំតន់អស់សង្ឃឹមដូចឧទាហរណ៍យើងកំពុងរៀនមុខវិជ្ជាហ្នឹងឯងដូចបង Gately yes គាត់រៀនមុខវិជ្ជាហ្នឹងគាត់អត់ស្រឡាញ់តែទោះបីមួយក្តៅយើងអត់សង្ឃឹមអត់ទេយើងនៅក្មេងណាអ្នកនរគ្នាអ្នកខ្លះគាត់អាយុច្រើនហើយគាត់នៅខ្សែធន់តែគាត់អាចងើបមកឡើងមកវិញបានរឿងអីយើងប៉ុណ្ណឹងធ្វើមិនកើតខុសតែយើងកុំតន់គ្រាន់តែអាងខុសយើងឈប់ភ្លាមណាកុំតន់យើងកុំតន់អស់សង្ឃឹមសិនទី1យើងកុំតន់បាក់ទឹកចិត្តទី2យើងទុកផ្លូវក្រោយខ្លួនឯងដូចខ្ញុំនិយាយអញ្ចឹងណាកុំតន់ឈប់យើងកុំតន់ឈប់ពេលខ្លះយើងគ្រាន់តែអារម្មណ៍មកឆាវយើងខឹងវាអញ្ចឹងយើងកុំតន់ឈប់ហើយបន្ទាប់មកយើងស្វែងរកអ្វីដែលយើងចូលចិត្តថ្មីហ្នឹងហើយអញ្ចឹងនេះគឺជាវិធីដែលខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបាន based ទៅលើ experience របស់ខ្ញុំបទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងហើយចុងក្រោយខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាអញ្ជាក់ថាជីវិតរបស់យើងម្នាក់អានេះមិនមែនផ្ដោតទៅលើការធ្វើមុខវិជ្ជាការធ្វើអីក៏ដោយ recommend ខ្លាំងមែនតើអ្វីដែលមានតម្លៃជាងគេគឺបទពិសោធន៍កុំខ្លាចនឹងសួរអ្នកដែលគាត់ធ្លាប់ធ្វើហើយសរុបទី2នៅពេលដែលជីវិតយើងមានបញ្ហាខ្ញុំដឹងថាណាគេក៏មានបញ្ហាណាគេក៏មាន stress ដែរយើងកុំឲ្យខ្លួនឯងនៅក្នុងអា stress នឹងពេកបានន័យថាបើសិនជាជីវិតយើងមានបញ្ហានឹងកើតឡើងមកហើយឲ្យ set មក plate បានហើយតែកុំផ្ដោតទៅលើបញ្ហាផ្ដោតទៅលើការរកដំណោះស្រាយអញ្ចឹងការ presentation របស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាខ្ញុំអាចជួយអ្នកទាំងអស់គ្នាតិចតួចនៅក្នុងការជ្រើសរើសមុខជំនាញហើយក៏ដូចជាអ្វីដែលអ្នកទាំងអស់គ្នាស្រឡាញ់បានចា៎អរគុណច្រើន